안녕하세요 여러분.ថ្ងៃនេះយើងសិក្សាអំពីវេយ្យាករណ៍អញ្ចឹងថ្ងៃនេះយើងរៀនអំពីម៉ាន់អញ្ចឹងម្យ៉ាងសាបូកនឹងម៉ាន់ម្យ៉ាងសាមានថានាមបាទហើយបន្ថែមម៉ាន់នៅខាងក្រោយអញ្ចឹងយើងបកប្រែថាតែទេឬក៏តែប៉ុណ្ណោះបាទអញ្ចឹងគេប្រើវាដើម្បីបញ្ជាក់អំពីអ្វីតែម្យ៉ាងដែលមានន័យថាតែឬក៏តែប៉ុណ្ណោះណាបាទអញ្ចឹងយើងមកឧទាហរណ៍យេមូន 우리 회사는 점심만 밥을 줘요 ណាបាទមានថាក្រុមហ៊ុនរបស់ពួកយើងគឺឲ្យតែអាហារថ្ងៃត្រង់មកពេលទេណាបាទម៉ាន់កន្លែងហ្នឹងយើងមើលបន្តទៀត 추석에 우리 회사는 5일만 쉬어요 បាទអញ្ចឹងក្រុមហ៊ុនរបស់ពួកយើងនៅថ្ងៃឈូសកហ្នឹងគឺឈប់សម្រាកតែ5ថ្ងៃទេណា 이 가방은 백화점에서만 팔아요 ណាបាទអញ្ចឹងមានថាកាបូបហ្នឹងឬក៏កតាបហ្នឹងគឺមានលក់នៅតែបាទ ផេកខ្វះចំទេនៅផ្សារទំនើបទេណាបាទ